សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំបានមានពេលទំនេរក៏បានធ្វើដំណើរកម្សាន្តមួយឆ្ពោះទៅកាន់ភ្នំបាយ៉ង់កោហើយដំណើរកម្សាន្តនេះគឺយើងទៅដើរលេងនៅជិតផ្ទះទេមិនបានទៅដើរនៅឆ្ងាយគេទេមុននឹងយើងធ្វើដំណើរឡើងទៅលើភ្នំយើងក៏បានចូលទៅហូបបាញ់ឆែវនៅជើងភ្នំបាយ៉ង់កោឆ្ងាញ់ខ្លាំងមែនទែនពុកម៉ែបងប្អូនគឺឲ្យតែពេលដែលខ្ញុំធ្វើដំណើរទៅលេងនៅស្រុកគិរីវង្សគឺមិនភ្លេចទេបាញ់ឆែវនៅភ្នំបាយ៉ង់កោបន្ទាប់ទៅពីយើងហូបបាញ់ឆែវហើយរួចរាល់អស់ក៏បានជួលម៉ូតូរបស់គេហ្នឹងធ្វើដំណើរឡើងទៅលើភ្នំបាយ៉ង់កោចំនួន2ម៉ូតូគឺក្រុមរបស់ខ្ញុំបាទហើយនៅលើភ្នំបាយ៉ង់កោនេះនៅក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូកថ្ងៃទី3នេះគឺឃើញថាពុកម៉ែបងប្អូនឡើងទៅលេងនៅលើភ្នំបាយ៉ង់កោហ្នឹងគឺច្រើនគួរសមថ្ងៃឈប់សម្រាកបើសិនជាគ្នាយើងអត់ដឹងថាទៅដើរលេងនៅណាទេយើងអាចទៅដើរលេងនៅខាងស្រុកគិរីវង្សដោយសារតែស្រុកគិរីវង្សគឺជាស្រុកមួយដែលមានកន្លែងទេសចរច្រើនដែរដូចជាទី1ភ្នំបាយ៉ង់កោទី2ទឹកជ្រោះផ្អោបហើយទី3ដែលខ្ញុំដឹងនោះគឺទឹកជ្រោះនៅតុងតុងហើយខ្ញុំអត់ទៅតែបានទៅលេងតុងតុងហ្នឹងម្ដងយូរមកហើយភ្លេចថាវាបែបណាហើយចាំមើលតែថ្ងៃណាមួយដែលខ្ញុំទំនេរពីការងារខ្ញុំទៅលេងនៅទឹកជ្រោះនៅតុងតុងនោះថតវីដេអូដើម្បីចែកជូនអ្នកទាំងអស់គ្នាដើម្បីទស្សនាដែរហ្នឹងហើយអ្នកទាំងអស់គ្នាចំពោះនៅស្រុកគិរីវង្សបើសិនជាមានកន្លែងដើរលេងណាដែលស្អាតអ្នកទាំងអស់គ្នា comment នៅក្នុងវីដេអូហ្នឹងមកថ្ងៃណាដែលខ្ញុំទំនេរខ្ញុំនឹងទៅកន្លែងនោះហើយនឹងថតវីដេអូដើម្បីផ្សព្វផ្សាយនៅទេសចរនៅក្នុងស្រុកក៏ដូចជានៅក្នុងខេត្តរបស់យើងដើម្បីចែកជូនអ្នកទាំងអស់គ្នាអូស្ដីអ្នកទាំងអស់គ្នាឥឡូវថ្ងៃនេះយើងបានមកឡើងភ្នំបាយ៉ង់កោហើយឥឡូវយើងជិះឡើងបានពាក់កណ្ដាលផ្លូវហើយបាទហើយនេះសមាជិកដែលឡើងមក2ម៉ូតូហ្នឹងហើយអ្នកទាំងអស់គ្នាពេលដែលឡើងលើភ្នំបាយ៉ង់កោកុំភ្លេចដុតធូបសុំសេចក្តីសុខនេះផងឡូអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់នៅលើភ្នំបាយ៉ង់កោប៉ុន្តែនៅកន្លែងនេះគឺជាចង្កេះភ្នំទេយើងអត់បានឡើងទៅដល់ប្រាសាទទេដោយសារតែប្រាសាទយើងត្រូវធ្វើដំណើរឡើងទៅទៀតអញ្ចឹងទៅយើងមានក្មេងមកអញ្ចឹងយើងអត់អាចឡើងទៅបានទេអញ្ចឹងយើងមកដល់ត្រឹមនេះអ្នកទាំងអស់គ្នាប៉ុន្តែត្រឹមនេះវាមិនសំខាន់ទេសំខាន់យើងគេធ្វើកន្លែងថតរូបលេងពុកម៉ែបងប្អូនអ្នកទាំងអស់គ្នាអាចថតរូបលេងហើយនិយាយពីទេសភាពខែប្រាសាទនេះគឺស្អាតខ្លាំងមែនទែនយើងមើលទៅអញ្ចេះឃើញទឹកគឺទឹកឃើញសផ្ងាយហើយនឹងមានផ្ទះប្រជាជនរស់នៅខាងក្រោមនេះមើលទៅថតរូបស្អាតខ្លាំងមែនទែនវាយូនគឺស្អាតខ្លាំងមែនទែនខែប្រាសាទបើខែប្រាំងអាហ្នឹងយើងមើលទៅអញ្ចេះលេងឃើញសយើងឃើញខៀវស្រងាត់សុទ្ធតែស្រូវប៉ុន្តែដល់ពេលខែប្រាសាទយើងមើលឃើញសុទ្ធតែទឹកគឺស្អាតខ្លាំងមែនទែនអញ្ចឹងអ្នកទាំងអស់គ្នាដែលអត់ដឹងថាទៅដើរលេងនៅណាអាចមកឡើងភ្នំបាយ៉ង់កោសម្រាប់ថតរូបលេងហូបបាញ់ឆែវហើយយើងមានឱកាសយើងទៅលេងជ្រោះផ្អោតទៀតអញ្ចឹងសម្រាប់ថ្ងៃនេះក្រុមគ្រួសារខ្ញុំបាទចេញពីប្រាសាទបាយ៉ង់កោហើយយើងនឹងទៅជ្រោះផ្អោតមកកន្លែងទៀតហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាយបាយហ្នឹងហើយអ្នកនរគ្នាខ្ញុំមិនសូវជាចេះនិយាយបានទេដោយសារតែអៀនកាមេរ៉ារៀនធ្វើវីដេអូដំបូងអៀនកាមេរ៉ាអញ្ចឹងហើយដោយសារតែនៅក្នុងក៏មានអ្នកដែលគេឈរមើលមករូបខ្ញុំបាទដែរអញ្ចឹងរៀងអៀនកាមេរ៉ានិយាយរៀងដាក់ដុំតិចហើយអ្នកទាំងអស់គ្នាកុំប្រកាន់អី